នេះជាអាហារមួយចំនួនដែលមាននៅក្នុងប្រទេសវៀតណាមហើយមាននៅក្នុងផ្សារទំនើបម្ហូបនៅទីនេះមាននំគ្រក់មានបាយឡុកឡាមានឆាស្ពៃជ្រក់សាច់គោហើយបើនិយាយពីរសជាតិវិញឆ្ងាញ់ដូចនៅខ្មែរយើងអញ្ចឹងខ្ញុំមកថ្ងៃនេះជិះឡានតូចទេដោយសារខ្ញុំមក4-5នាក់បើសិនជាខ្ញុំមកម្នាក់ឯងខ្ញុំអាចនឹងជិះឡានក្រុងវាងាយស្រួលប៉ុន្តែបើសិនជាយើងមក4-5នាក់អញ្ចឹងយើងជិះឡានតូចក៏វាចំណេញដែរហើយខ្ញុំជិះឡានតូចនេះរយៈពេលប្រហែលជា5ម៉ោងគឺទៅដល់វៀតណាមហើយដល់សៃហ្គនហ្មងនេះជាផ្លូវដែលនៅតាមខេត្តនៅឡើយអញ្ចឹងវាអត់សូវស្ទះទេបើសិនជាអ្នកនរគ្នាទៅដល់ទីក្រុងគឺដូចតែពេញយើងអញ្ចឹងគឺថាចរាចរណ៍មកមានញឹកមែនតើពេលមកដល់ភ្លាមគឺដល់ម៉ោងថ្ងៃត្រង់ហ្មងគឺខ្ញុំ check in ទៅរកកន្លែងគេងហើយនៅកន្លែងគេងរបស់ខ្ញុំហ្នឹងគឺវានៅក្បែរផ្សារទំនើបហើយកន្លែងហ្នឹងអីក៏មានដែរមានទាំងម្ហូបមានទាំងអីវ៉ាន់បើសិនជាយើងចង់ shopping ចង់អីចឹងគឺមាន brand 3ច្រើនមែនតើមកដល់នេះរៀបចំដាក់វ៉ាលីហើយគឺម៉ោង1ល្មមអញ្ចឹងខ្ញុំសូមញ៉ាំបាយថ្ងៃត្រង់សិនកន្លែងដែលខ្ញុំនាំអ្នកនរគ្នាមកហ្នឹងគឺនៅក្នុងផ្សារទំនើបដែលនៅក្បែរហូតែលហ្នឹងណាហើយនៅហាងនេះគឺមានម្ហូបជាច្រើនដែលប្រហែលនឹងម្ហូបខ្មែរយើងសូម្បីតែផ្អែមអ្នកនរគ្នាមើលគួរចង់ញ៉ាំហ្មងឥឡូវហ្នឹងយើងញ៉ាំបាយថ្ងៃត្រង់ហើយបន្តដំណើរគឺ shopping នេះគឺជា mini show ដែលនៅក្នុងប្រទេសវៀតណាមអូខេអ្នកនរគ្នាបើកលេចមកមើលតុក្កតានៅនេះវិញមីនីសូនៅក្នុងវៀតណាមនេះគឺគួរស្រឡាញ់មែនតើខ្ជូតខ្លាំងប៉ាម៉ាក់របស់ខ្ញុំគឺគាត់ថាខ្ញុំដូចកូនក្មេងអញ្ចឹងស្រឡាញ់តែតុក្កតាស្រឡាញ់តែរបស់ក្មេងៗតែមែនវាខ្ជូតមែនគួរស្រឡាញ់ឥឡូវហ្នឹងយើងចុះមកខាងក្រោមសម្រាប់មេផ្ទះដូចពួកគាត់វិញណាចំណែកនេះគឺនៅខាងក្រោមដីដែលគេធ្វើជាផ្សារ Eon ណា Eon ដូចនៅក្នុងស្រុកខ្មែរយើងអញ្ចឹងវាមានលក់របៀប sushi របៀបdonut របៀបជា salmon មានផ្លែឈើស្រស់មានត្រីសាច់បន្លែគ្រប់បែបយ៉ាងគឺនៅខាងក្រោមដីនឹងទាំងអស់ហើយមានរបស់របរលក់ជាច្រើនទៀតរបៀបដូចសាប៊ូដុសខ្លួននិយាយទៅគឺគ្រឿងដែលប្រើប្រាស់ប្រចាំថ្ងៃហ្នឹងណាគឺមានសពគ្រប់បែបយ៉ាងទាំងអស់សូម្បីតែគ្រឿងអគ្គិសនីតែគ្រឿងអគ្គិសនីវាស្ថិតនៅខាងមួយផ្នែកទៀតនៃហាងនៅខាងក្រោមនេះគឺ Eon ទេប៉ុន្តែផ្សារទំនើបហ្នឹងគឺឈ្មោះ Crescent Mall នៅក្នុងប្រទេសវៀតណាមហ្នឹងណាហើយខ្ញុំមកថ្ងៃនេះគឺចំថ្ងៃ Christmas មនុស្សច្រើនមែនតើអូខេវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯង Bye Happy Merry Christmas